ទី9សំណួរស្លាកសញ្ញានេះគេហាមមិនឲ្យច្បាន់ម្ហូបទេគេសួរថា y បញ្ចូលជីនឿនម៉ូស៊ុនទិតស៊ីនីកាបាទទិតនេះវាអត្តន័យណាគេថាបញ្ចូលជីនេះស្លាកសញ្ញាហ្នឹងមានអត្តន័យអ្វីទៅទី1នេះគេថាយកគីនឿននៅទីនេះអីទៅបាទធុកគឺមូលបាទអត់ចេះធុកគឺមូលអាហ្នឹងអីគេទៅបាទសាធារពលបាទត្រូវហើយអ៊ីតនឿនដែលមានកូដកន្លែងចឹងកន្លែងហ្នឹងជាកន្លែងដែលមានអីសារធាតុពលទី2គឺយកគីនឿននៅទីនេះភូរីភ្លើងឆាជូនេះបើថាញឹកញាប់ណាដែរគេបាទឆាបឆេះកូដស៊ីមីដាជាកន្លែងអាភូលនេះភូលណាដាហ្នឹងឯងភ្លើងឆេះហ្នឹងឯងចឹងកន្លែងហ្នឹងជាកន្លែងដែលមានភ្លើងឆេះញឹកញាប់មែនតើត្រូវដឹងហើយនេះគេដុតភ្លើងដាំបាយមិនញឹកញាប់បាទភ្លើងឆេះនេះមិនមែនភ្លើងឆេះដាំបាយទេទី3យកគីអសនៅទីនេះស៊ីគលមកគលស៊ុយសេមីដាអាចបាទញ៉ាំម្ហូបបានទី4នៅទីនេះយូរីហាដាចំបាននេះបាទបញ្ញត្តិនេះមិនអាចទេនៅទីនេះមិនអាចក៏មិនអនុញ្ញាតឲ្យចំបានម្ហូបទេបាទនឹងត្រូវហើយគេខ្វាយមិនឲ្យចំបានហ្នឹងហើយបាទលំហាត់ទី10អ៊ីសារ៉ាមេរបស់មនុស្សនេះសេងីលបាទថ្ងៃកំណើតរបស់មនុស្សហ្នឹងគឺអន់ចេពេលណាទៅហ្នឹងហើយបាទអញ្ចឹងគឺមានពាក្យថាអ៊ីលក្សប្រវត្តិរូបសង្ខេបបាទមានពាក្យថាអ៊ីលក្សនេះប្រវត្តិរូបសង្ខេបរបស់គាត់នេះគាត់មានសង់មញងឈ្មោះបាទគាត់ឈ្មោះថាបាទខាងមីនយ៉ងបាទអញ្ចឹងខាងមីនយ៉ងហ្នឹងគាត់ឈ្មោះជាឈ្មោះរបស់គាត់បន្តមានពាក្យថាឈូមីនបាទធឹងលោកផនណូបាទលេអតចិនបានចឹងលេអតចិនបានរបស់គាត់គឺលេខប៉ុណ្ណឹងឯងមើលមកហើយជួសោអាស័យដ្ឋានរបស់គាត់ហ្នឹងហើយគាត់នៅសេជុងស៊ីបាទហើយនៅណាបាទហានណូលីថេរ៉ូនេះបាទប៉ុណ្ណឹងអាស័យដ្ឋានរបស់គាត់ណាចឹងគេសួររាល់ថ្ងៃកំណត់របស់គាត់ទេមែនទេសេងីលហ្នឹងហើយនៅណាទៅរកឃើញថ្ងៃកំណត់គាត់អត់នៅឡើយណាថ្ងៃកំណត់ខែ4ថ្ងៃទី2ត្រេមបន្តិចហ្នឹងមែនបាទឃើញត្រេមបន្តិចយើងសន្មត់ថាហ្នឹងគឺជាឆ្នាំរបស់គាត់តែម្ដងបាទអូខេអញ្ចឹងគាត់ឆ្នាំរបស់គាត់គឺគាត់1189ហើយគាត់នៅក្នុងខែ4ថ្ងៃទី2ណាហ្នឹងហើយអាហ្នឹងយើងមើលឡើងហ្នឹងឯងឡើងហ្នឹងណាបាទរត់ឃើញដល់បាទអញ្ចឹងចម្លើយរបស់គាត់ហ្នឹងនៅទីប្រហែលសាវលបាទសាវលគឺនៅលេខ4ហ្នឹងហ៎បាទចម្លើយលេខ4ហ្នឹងអូខេប្រយ័ត្នចេញប្រភេទហ្នឹងណាបាទចេញប្រភេទហ្នឹងមកអត់ចេះមើលថ្ងៃកំណត់របស់គេបាទថ្ងៃកំណត់គឺនៅលេខខាងមុខនេះណាបាទ